ថ្ងៃនេះចេញទៅរត់ហាត់ប្រាណតិចដើម្បីសុខភាពអាងការខែក្តៅអត់ព្រមខំទៅហាត់ទេលោតាដល់ពេលខែត្រជាក់ហ្នឹងធ្វើឯណាចេញហាត់ប្រាណចេញអីណាយកមកអប្រូឈឺណាគេមើលនងខំម៉ែតោះចាប់ដើមតទៀត1 2ក្រោកពីដេកបើកភ្នែកទៅធ្វើសំណង់1 2ចង់មិនចង់ធ្វើសំណង់បងអង្ការ1 2ជាប្រចាំ1ខែ$390 1 2អត់ធ្វើការតិចប្រយ័ត្នវ៉ាន់កមើលមកសាហាត់ឧបករណ៍ថ្មីតិចមើលឧបករណ៍នៅកូរ៉េនេះអត់ដែរហាត់ផងចំអានេះគេហាត់មិនចេះលបល់យកមើលសាបន្តិចមើលត្រៀមរៀបចំខ្លួននេះសិនមក1 2អ៊ីបចំមិនក៏ទាញទៅក្រោយអត់ទៅយើងចំលបល់យកអានេះគេហាត់មិនចេះអ៊ីអឹបអូអានេះគេរុញមកមុខសោះហ្នឹងបល់យកខំទាញទៅក្រោយអូគេហាត់អញ្ចឹងហ៎តោះអ៊ី2មើលមុខដូចរៀងត្រង់តឹងមាំហ៎អ៊ី3តោះបើហត់ឲ្យត្រូវមើលលបែងថ្មីលេងមើលគេលោសុបាយជាងនឹងតោះយើងទៅផ្សេងទៀតនេះយើងមកសាកអានេះម្ដងមើលបាទនេះទៅនងសុបាយតោះយើងតោះ1 2 3ពឹងអត់ឈឺបាទអត់ឈឺទេមើលទៅមុខដឹងធម្មតាបាទចំមើលទៅដូចរៀងត្រង់ផឹងមិនចឹងហ្នឹងប៉ុន្តែមិនឈឺទេបាទ easy ប៉ុណ្ណេះតោះឥឡូវយើងសាកចាប់ផ្ដើមមើលមួយសាទៀតមើលប៉ុន្តែអត់មានឈឺទេសម្រាប់ខ្ញុំត1 2 3ពឹងអូយឈឺរបស់គេយើអូយស្បាតែមិនឈឺមើលជើងទៅទេផងលបល់យកឃើញគេលេងដូចសុបាយដូចអត់ឈឺដល់ពេលខ្លួនឯងម៉ែអត់ឈឺសំបីមិនបន្តិចបើនិយាយថាមិនឈឺអញ្ចឹងបងប្អូនជឿអត់បងប្អូនមើលទៅមុខទៅដឹងហើយជើងទៅទេហើយជាមួយដែកបើមិនឈឺទៅចម្លែកពេលខ្លះឈឺដែរប៉ុន្តែខំធ្វើដូចមិនឈឺអញ្ចឹងណាតោះអញ្ចឹងឥឡូវយើងបន្តទៀតដឹងបានប្រមាណហើយទេអាយ៉ាមើលខំបង្ហាត់មួយរយៈមកទៅដូចអត់មានសាច់លេងខំហាត់ថាដើម្បីយកសាច់ដុំវាធំដើម្បីឲ្យមានសាច់ដុំកមឹបដូចគេអញ្ចឹងណាឲ្យសាច់ធុងមកទៅឡើងកភើដូចកពើផើមអីអញ្ចឹងណាតែខំហាត់ណាស់ដែរតែមើលទៅដូចនៅតែដែរអីណូអូស្រុកខំដៃមកជាហៀងទៀតអូជួយសង្ស័យហើយមើលទៅខំហ្មងមកឈឺដឹងណាគេមើលហ្នឹងខំហាត់ខំអីអញ្ចឹងរួចពេលមកដល់បន្ទប់វិញត្អូនអូយឈឺចកេះឈឺខ្នងត្អូនឲ្យណាគេបើនៅតែម្នាក់ឯងហ្នឹងទោះបីត្អូនមិនក៏គ្មានណាគេមើលដែរពេលខ្លះបងប្អូនយើងហាត់ប្រាណហាត់អីខ្លះអញ្ចឹងទៅវាដើម្បីសុខភាពដែរដោយសារតែយើងធ្វើការនៅស្រុកនេះវាអាកាសធាតុវារៀងត្រជាក់ខ្លាំងអញ្ចឹងណាបងប្អូនអញ្ចឹងពេលដែលយើងបានហាត់ប្រាណហាត់អីខ្លះទៅយើងក៏រៀងមិនសូវឈឺមិនសូវចាញ់អញ្ចឹងណាបើសិនជាសុខភាពយើងមិនសូវល្អហើយយើងមិនសូវហាត់ប្រាណទៀតមកធ្វើការនៅកូរ៉េនេះគឺយើងងាយនឹងឈឺបងប្អូនអញ្ចឹងចេះតែខំខ្លះទៅបងប្អូនគីឡូមានសាច់កភើអីគេអញ្ចឹងណាកុំឲ្យនៅ single យូរពេកមិនមែនជួយសេរីចេញមួយផងតោះអញ្ចឹងយើងទៅហាត់សាច់ដុំថែមបន្តិចទៀតមើលអានេះហាត់សាច់ដុំដៃម្ដងនិយាយរួមទៅអាហាត់សាច់ដុំហ្នឹងដូចខំប្រឹងណាស់ដែរតែដូចនិយាយអញ្ចឹងដូចមិនឃើញឡើងកន្លែងណាសោះចង់និយាយថាពេលដែលហាត់អញ្ចឹងបងប្អូនស្រឡឹងទៅមុខបានហើយកុំច្រឡំស្រឡឹងអីផ្សេងហើយក៏សូមអរគុណទៅដល់បងប្អូនទាំងអស់គ្នាបើសិនជាបានទស្សនាវីដេអូនេះរហូតដល់ចប់សូមកុំភ្លេចជួយ Subscribe ជួយចុចជាវផងណាដើម្បីជាកម្លាំងចិត្តខំហាត់ប៉ុណ្្នឹងហើយនៅតែមិនធំទៀត